បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះយើងធ្វើបង្ហាញអំពីការdownload កម្មវិធី Office មាន Word Excel PowerPoint ហើយនឹង Outlook មកកញ្ចប់របស់ Microsoft Office តែម្ដងហើយបូករួមអ្នកដែល Office អត់ activation ក៏អាចមើលវីដេអូនេះបានដែរណាពាក់ព័ន្ធជាមួយនឹងការច្រឡំ sign out Office license ចេញហើយត្រូវ sign in កន្លែងណា sign in ចូលរបៀបម៉េចចូលទៅរើ file របៀបណាគឺខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះទាំងអស់អញ្ចឹងនៅពេលដែលបងប្អូនទិញកុំព្យូទ័រពីខាងខ្ញុំទៅយើងនឹងមានជាប្រភេទ crack ហើយនឹងជាប្រភេទ Office license Office license ដូចបងប្អូនដឹងហើយគឺប្រើទៅវា stable វាស្រួលវាយើងអាច update មួយសេរីគឺវា official អញ្ចឹងគ្រប់ function ដែលនៅលើ Office ទាំងអស់គឺដើរស្រួលទាំងអស់អត់មានចេះ error អីទេអញ្ចឹងដំបូងឧទាហរណ៍ថាកុំព្យូទ័រនេះអត់មាន Office ចាស់ណាកុំព្យូទ័រនេះជាកុំព្យូទ័រថ្មីយើងឧទាហរណ៍អញ្ចឹងយើងអាចចូលទៅក្នុង Safari របស់យើងមកបាទចូលទៅក្នុង Safari យើងចូលទៅ office.com បាទយើងចូល office.com ចេញផ្ទាំងបែបនេះមកយើងយកពាក្យ sign in ហើយបងប្អូនដែលទិញ license ពីខាងខ្ញុំទៅខ្ញុំនឹង note ជូន license ហ្នឹងនៅក្នុង document file អញ្ចឹងយើងចូលទៅ Finder ចូលទៅ document file នេះឃើញទម្រង់បែបនេះ file ដែលខ្ញុំ save គឺ Office license យើងបើក file ឡើងមកគឺយើងឃើញជាប្រភេទ account ចេះណានេះគឺ user អញ្ចឹងយើង copy វាមកបាទ copy កន្លែងនេះបើផាតបានយើងចុច command V yes ចុច next ជាធម្មតានេះគឺជា password ប៉ុន្តែ password ខ្ញុំសូមមិនបង្ហាញទេបើបងប្អូនមានឃើញ password យើងផាសកន្លែងហ្នឹងមកអញ្ចឹងណាបាទតបមកយើង sign in your never design មកបាទកន្លែងនេះបងប្អូនចុច don't show again ក៏បានចុច yes ក៏បានចុច no ក៏បានគឺមានន័យថា stay sign in ជាប់នៅ web browser នឹងតែម្ដងណាអញ្ចឹងយើងយក no មកយក yes ក៏បានដែរណាកន្លែងនេះខ្ញុំ recommend ឲ្យយក yes គាត់ខ្ញុំអត់ចង់ឲ្យវា web browser នឹងចាំ account នឹងទេខ្ញុំក៏យក no ទៅអញ្ចឹងចេញផ្ទាំងបែបនេះយើងចូលមកកន្លែង app បាទកន្លែងបងប្អូនមិនខ្វល់ទេវាគ្រាន់តែជាការ guide តិចតួចទេអញ្ចឹង license ទាំងអស់យើងប្រើបាន app ទាំងអស់ណាបងប្អូនបាទអញ្ចឹងយើងចូលទៅគោលដៅរបស់យើងហ្មងគឺចូលទៅ install app ណាយើងចុច install app មកដើម្បី download app ដើម្បី install វាចាំ plate ទៅបាទមកដល់កន្លែងនេះយើងយក install office បើអត់ចេញទេយើងយក view device មកនេះកន្លែងនេះណាចេញមកហើយបាទនឹង download file ទាំងមូលតែមកតែម្ដងបាទអញ្ចឹងឧទាហរណ៍ថាយើង download ចប់យើងគ្រាន់តែ install មកធម្មតាមកណាបាទខ្ញុំសូមខ្វែងកន្លែងនេះមួយនៅពេលដែលបងប្អូន download ចប់បងប្អូននឹងបាន file office បែបនេះអញ្ចឹងយើងគ្រាន់តែចុច double click លើវាមកបាទឬក៏ចុច right click open ក៏បាន next continue agree continue មក install មកយើងវាយ password login របស់យើងណាជាទូទៅក្រេមួយយើងវាយក្រេមួយមកបើ MacBook បងប្អូនដូរ password ហើយយើងវាយនេះ password របស់បងប្អូនមកណាកន្លែងនេះខ្ញុំសុំ cancel ដោយសារយើងមានស្រាប់ហើយ quick បាទអញ្ចឹងបន្ទាប់មកឧទាហរណ៍ថាយើង install ចប់ណាវាចេញផ្ទាំងចប់ហើយយើងចូលទៅ launchpad របស់យើងច
ចឹងយើងឃើញ Microsoft Word Excel PowerPoint Team Outlook OneDrive នៅមកកញ្ចប់ជាមួយគ្នាណារួមទាំង Microsoft Defender ផងអញ្ចឹងយើងបើកឧទាហរណ៍យើងបើក Word មួយមក Word កំពុង running នេះគឺចេញតម្រង់បែបអញ្ចេះអញ្ចឹងបងប្អូនចុចយក sign in បាទអញ្ចឹងយើងយក account យើងនៅណា account យើងយក account យើងមកវិញមិញមក Office license ណាបាទ copy មក password របស់យើងចូលបាទ start using អញ្ចឹងគឺប៉ុណ្ណឹងគឺរួចរាល់ហើយមួយទៀតដែលខ្ញុំចង់ជំរាបបងប្អូនដែរគឺពាក់ព័ន្ធជាមួយនឹងការ save យើង recommend save នៅ offline របស់យើងឧទាហរណ៍ថាយើងវាយអីមួយឯកសាររបស់យើងហើយយើង save ណាអញ្ចឹង save place save វាចេញបែបនេះជាទូទៅពេលដែល first sign in វា recommend ឲ្យ save ទៅ OneDrive របស់ account license ហ្នឹងប៉ុន្តែយើងអត់ recommend ទេណាជួយ save មក offline ធម្មតា save on my Mac where document ឬក៏ desktop អីចឹងទៅព្រោះកាលណា save នៅលើ online save នៅលើ account របស់ account license ហ្នឹងបើសិនជា license យើងដាច់ឯកសាររបស់បងប្អូនក៏បាត់ទៅតាមហ្នឹងដែរអញ្ចឹងប្រយ័ត្នប្រយែងកន្លែងហ្នឹងណាអញ្ចឹងយើង save on my Mac មកហើយយើង save កន្លែងណាដែលបងប្អូនពេញចិត្ត save ចឹងមកបាទហើយចំពោះបងប្អូនដែលច្រឡំ sign out license ចេញបងប្អូនដែលច្រឡំ sign out license ចេញគ្រាន់តែឧទាហរណ៍យ៉ាងចេះណាបងប្អូនដែលច្រឡំ sign out license ចេញវានឹងចេញទម្រង់បែបនេះគឺយើងអាចវាយបានទេនេះគឺចេញរូបសោបែបនេះ activate នេះអញ្ចឹងយើងឯកសារយើងវាអត់បានទេ save ក៏អត់បានដែរណាអញ្ចឹងដើម្បី activate យើងធ្វើម៉េចយើងគ្រាន់តែចុច activate ឡើងនេះមករូបសោហ្នឹងមកយើងយក already bought office sign in ណាហើយយើងទៅរក account យើងនៅក្នុង folder នៅក្នុង document នេះ account license របស់យើងដែលខ្ញុំ note ជូនហើយយើង copy ដាក់ចូលមកវា passwordអានេះសម្រាប់បងប្អូនដែលច្រឡំ sign in account ខ្លួនឯងចេញយើងដាច់ license ណាហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងយើងប្រើវិញបានហើយរូបសោក៏បាត់ដែរបាទនេះរូបសោបាត់ហើយណាហើយបងប្អូនខ្លះគាត់ចង់ប្រើ account ខ្លួនគាត់យើងមិនបាច់ខ្វល់ពី account នេះទេយើងអាច add service ថែមបានណាយើងនេះ add service connect service មកអញ្ចឹងយើងចង់ sign in account របស់យើងចង់ដាក់ OneDrive personal របស់យើងអីស្រេចចិត្តណាគឺនៅកន្លែងហ្នឹងទាំងអស់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណបាទសង្ឃឹមថាជាជំនួយដល់បងប្អូនក្នុងការប្រើប្រាស់ហើយដោះស្រាយបញ្ហាដែលបងប្អូន error លើ license Windows Office ណាអរគុណច្រើនខុសឆ្គងអីជាស្រ័យផងព្រោះយើងថត direct មកអត់មានកាត់អត់មានអីទេអរគុណជម្រាបលា